មានបងប្អូនណាដែលគាត់អត់តន់ចេះពីរបៀបនៃការធ្វើសម្លកកូរអត់ហើយក៏មានបងប្អូនណាខ្លះដែលគាត់ចូលចិត្តធ្វើសម្លកកូរញ៉ាំប៉ុន្តែមិនងាយបានធ្វើដូចជានាងខ្ញុំជាដើមក៏ប៉ុន្តែនាងខ្ញុំចូលចិត្តសម្លកកូរព្រោះអីវាញ៉ាំទៅវាធ្វើឲ្យវាទៅសុខភាពល្អវាសម្បូរដោយបន្លែយើងច្រើនមុខអញ្ចឹងបងប្អូនដល់ពេលអញ្ចឹងទៅខ្ញុំចូលចិត្តញ៉ាំប៉ុន្តែមិនងាយបានធ្វើញ៉ាំទេឥឡូវតោះមកដឹងពីរបៀបនៃការធ្វើរបៀបនៅផ្ទះខ្ញុំម្ដងបងប្អូនបើសិនជាយើងមានសំណក់ខ្លាញ់ណាយើងដាក់សំណក់ខ្លាញ់ប៉ុន្តែអត់មានទៅនាងខ្ញុំដាក់ចូលជាមួយនឹងសាច់រៀងជាតិខ្លាញ់តិចយើងដាក់ចូលបន្តិចទៅដើម្បីព្រោះឲ្យខ្ញុំប្រើជាមួយនឹងកកូរហ្នឹងកកូរសាច់មាន់ហើយសាច់មាន់ខ្ញុំគឺកាប់ដុំតូចទេអញ្ចឹងខ្ញុំលាយជាមួយសាច់ជ្រូកបន្តិចផងយើងច្រាមវាមកហើយនេះយើងមករៀបដាក់ជាមួយខ្ទះហើយជាមួយគ្រឿងយើងបំពងយើងរំលីងគ្រឿងមិនពងបងប្អូនសំទោសយើងរំលីងគ្រឿងធ្វើម៉េចឲ្យឡើងឈ្ងុយបន្ទាប់ពីលីងគ្រឿងឡើងឈ្ងុយហើយចាំយើងដាក់ប្រហុកចូលនេះទៅស្លកកូរបើថាយើងអត់ដាក់ប្រហុកអត់បានហ្មងគឺត្រូវខ្នួចគ្នាជាមួយនឹងប្រហុកហើយនៅពេលដែលយើងដាក់ប្រហុកដាក់អីរួចហើយយើងចាប់ដើមដាក់ចូលជាមួយនឹងសាច់ជ្រូកដែលយើងបានច្រាំមុននឹងព្រោះសាច់ជ្រូករបស់យើងវាអត់ងាយឆ្អិនទេបើសិនជាយើងចម្អិនមិនល្អវាអាចមានបញ្ហាបន្ទាប់ពីដាក់សាច់ជ្រូកហើយយើងរំលីងថែមទៀតចាំយើងដាក់ចូលជាមួយនឹងសាច់មាន់របស់យើងចូលតាមក្រោយបងប្អូនឃើញសាច់មាន់ហ្នឹងឯងសាច់មាន់ហ្នឹងគឺខ្ញុំកាប់រៀងដុំតូចណាបងប្អូនហើយនៅពេលដែលចាក់សាច់មាន់ចូលហើយយើងចាក់ខ្ទិះចូលបន្តិចទៅដើម្បីកុំឲ្យវាខ្លោចបាតយើងណានិយាយរួមតាមតំបន់មួយចំនួនឡកកោកអត់ប្រើខ្ទិះទេប៉ុន្តែនៅខាងសៀមរាបរបស់ខ្ញុំណាគឺកកោគឺខ្ញុំប្រើខ្ទិះនិយាយទៅគឺតាមចំណង់ចំណូលចិត្តដែរបងប្អូនហ្នឹងហើយបន្ទាប់ពីសាច់របស់យើងរៀងថាឆ្អិនគួរសមហើយចាំយើងដាក់អំបិលស្ករប៊ីចេងទៅតាមចំណង់ចំណូលចិត្តណាខ្ញុំដាក់ប្រើជាមួយនឹងស្ករត្នោតបន្តិចទៅនេះឥឡូវខ្ញុំថតជាក់ស្ដែងវារៀងសាច់យើងរៀងឆ្អិនហើយវារៀងដាច់ទឹកប្រៃហើយអញ្ចឹងគឺយើងដាក់ចូលបន្លែរបស់យើងការដាក់ចូលបន្លែនឹងដែរយើងដាក់តាបន្លែរឹងមុនណាបងប្អូនខ្ញុំសុំនិយាយមួយបន្លែសម្រាប់ស្លកកូរនឹងខ្ញុំទិញតែ2000ទេប៉ុន្តែសម្រាប់បន្លែស្លឹកផ្សេងខ្ញុំដាក់បេះជុំវិញផ្ទះព្រោះជុំវិញផ្ទះយើងមានស្លឹកងប់យើងមានស្លឹកបាសយើងមានផ្ទីហើយនិយាយទៅគឺជុំវិញផ្ទះរបស់យើងគឺមានស្លឹកសៅម៉ៅព្រៃអីចឹងណាហ្នឹងហើយបន្ទាប់ពីដាក់បន្លែហើយខ្ញុំដាក់ចូលជាមួយនឹងខ្ទិះប្រហើរចូលទៅណាទឹកប៉ុណ្ណឹងអត់ទាន់គ្រប់ទេបងប្អូននឹងត្រូវការថែមទឹកបន្ថែមទៀតព្រោះអីខ្ញុំដាក់ប៉ុណ្ណឹងដើម្បីរំងាស់ឲ្យនេះវាសិនទេឲ្យវាផុយបន្លែសិនមកដាក់ទឹកបន្ថែមទៀតបងប្អូនឃើញទេចំណុចត្រង់ដាក់ទឹកបន្ថែមទៀតតែដាក់ទឹកប៉ុណ្ណឹងអត់ទាន់គ្រប់ទេណាព្រោះអីបងប្អូនយើងស្លកកកូរហ្នឹងគឺយើងត្រូវការប្រើអង្ករលីងណាយើងត្រូវការប្រើអង្ករលីងបើសិនជាយើងអត់ប្រើអង្ករលីងវាដូចជាទៅស្លប្រហើរអីផ្សេងណាស្លកកូរអត់បានទី1ប្រហុកទី2គឺអង្ករលីងនឹងឯងអញ្ចឹងនៅពេលដែលយើងគិតថាបន្លែរបស់យើងបន្លែរឹងរបស់យើងចាប់ដើមថារៀងផុយហើយយើងកកូរមើលថារៀងផុយអីហើយចាំយើងដាក់ជាមួយនឹងអង្ករលីងរបស់យើងចូលនេះបងប្អូនឃើញទេហើយចំពោះអង្ករលីងមួយទៀតអង្ករលីងអ្នកខ្លះគេយកបាយទៅកិនគេយកអាបាយដែលនៅសល់គេយកទៅលីងហើយគេយកមកកិនអត់ឈ្ងុយទេប៉ុន្តែអង្ករលីងណាបើសិនជាយើងយកអង្ករយើងដាក់ត្រាំអង្ករហើយយើងយកទៅលីងហើយយើងយកមកកិនអាហ្នឹងគឺទទួលបានរសជាតិមួយគឺឈ្ងុយហើយឆ្ងាញ់ទៀតអញ្ចឹងនៅពេលដែលយើងដាក់អង្ករលីងហើយយើងកូរមើលរួចហើយចាំយើងដាក់បន្លែយើងចូលបងប្អូនស្លឹកម្រុំស្លឹកងប់ស្លឹកបាសផ្ទីជាមួយនឹងស្លឹកព្រិចផងកាលវីដេអូមុនខ្ញុំយកស្លឹកព្រិចយកទៅស្ងោរប៉ុន្តែវីដេអូហ្នឹងខ្ញុំយកស្លឹកព្រិចយកមកស្លកកូរផងបងប្អូនឃើញទេឃើញលាយសាប់គ្រប់ទេលេបទឹកមាត់នឹកឃើញឃ្លានម្ដងទៀតវាមិនចេះពិបាកអីទេព្រោះឥឡូវវាតាក់តងនឹងបន្លែទិញបន្លែ2000មកបងប្អូននឹងបានអីហ៎បន្លែ2000យើងបានបន្លែបន្លែស្លឹកខ្ញុំអត់និយាយណាយើងបានជាមួយនឹងអង្ករលីងយើងបានជាមួយនឹងគ្រឿងសាច់តែម្ដងអញ្ចឹងវាងាយស្រួលខ្លាំងមែនទែនអញ្ចឹងអត់ពិបាកទេចឹងបងប្អូនឃើញរៀងខាប់អីនេះអាចចំណុចត្រង់ហ្នឹងខ្ញុំថែមទឹកទៀតឃើញរៀងរាវឯងខ្ញុំថែមទឹកទៀតប៉ុន្តែខ្ញុំអត់បានថតបងប្អូនមើលតែស៊ីមន្ត្រីគ្នាកុំរាវពេកកុំខាប់ពេកចឹងណាចឹងយើងភ្លក់មើលតែល្មមបានហើយក៏យើងចាប់ដើមថាដួសទៅបងប្អូននេះដំបូងហ្នឹងគឺខ្ញុំដួសទុកឲ្យម៉ែខ្ញុំទេមិននិយាយទៅម៉ែខ្ញុំមិននៅជាមួយខ្ញុំឯងគាត់នៅក្បែរផ្ទះខ្ញុំអញ្ចឹងរាល់ម្ហូបទាំងប្រហែលដេកថាខ្ញុំដួសហ្នឹងដំបូងគេគឺដួសយកជូនគាត់មុនគេយ៉ាងឯងហ្នឹងហើយវីដេអូគឺខ្លីៗងាយៗបងប្អូនស្លកកូរបែបឆ្ងាញ់មែនទែនហ្មងអរគុណច្រើនដល់ការចូលទស្សនាណា